សួស្តីបាទបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទសាជាថ្មីបាទនឹងហើយថ្ងៃនេះខ្ញុំបាទមានចំណេះដឹងថ្មីមួយទៀតហើយបាទដើម្បីមកចែករំលែកដល់បងប្អូនបាទដែលចំណេះដឹងមួយនឹងខ្ញុំនឹងបង្ហាញអំពីរបៀប download វីដេអូក្នុង TikTok នឹងហើយដែលមិនជាប់ logo TikTok បងប្អូនបាទនឹងហើយសម្រាប់បងប្អូនដែលថ្មីក៏សូមកុំភ្លេចចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីរបស់ខ្ញុំបាទជារៀងរាល់ថ្ងៃបាទបាទនឹងហើយដើម្បី download វីដេអូ TikTok មិនជាប់ logo បងប្អូនត្រូវតែមានកម្មវិធីមួយនេះបងប្អូនបាទនឹងហើយតែកម្មវិធីមួយនេះបងប្អូនអាចចូលទៅ download ក្នុង Play Store ក៏បានឬមួយក៏ខ្ញុំបាទនឹងដាក់ក្រោមវីដេអូរបស់ខ្ញុំបាទនឹងហើយដើម្បីឲ្យបងប្អូនងាយស្រួល download បងប្អូនបាទនឹងហើយបាទដូច្នេះកុំឲ្យខាតពេលវេលាយូរបងប្អូនចូលទៅក្នុង TikTok ទាំងអស់គ្នាមកនឹងហើយបាទពិតជាពិសេសមែនទេបងប្អូនបាទនឹងហើយជាពិសេសគឺសម្រាប់បងប្អូនដែលគាត់ធ្វើបទ remix នឹងហើយតែគាត់យកវីដេអូពី TikTok នេះយកទៅកាត់តដាក់ក្នុង remix បងប្អូនបាទនឹងហើយឬមួយក៏យកទៅកាត់តធ្វើជានឹងហើយបទចម្រៀងផ្សេងនឹងហើយបាទហើយខ្ញុំជាឧទាហរណ៍នឹងហើយសម្រាប់បងប្អូនដែលគាត់ធ្វើ remix គឺគាត់ចូលចិត្តយករូបស្រីរំសាសានឹងហើយខ្ញុំឧទាហរណ៍នឹងហើយបាទនឹងហើយខ្ញុំយកវីដេអូមួយនេះចុះបងប្អូនបាទនឹងហើយដើម្បីជាឧទាហរណ៍បងប្អូនងាយបងប្អូនបាទនឹងហើយសម្រាប់បងប្អូនដែលគាត់មិនទាន់ចេះបងប្អូនបាទហើយបងប្អូនចុចកន្លែងនឹងហើយកន្លែង share មកនឹងហើយមកចុចចុចកន្លែង share មកហើយបងប្អូនមើលកន្លែងសញ្ញាព្រួយនេះមកចុចនឹងហើយរក្សាទុកវីដេអូនឹងហើយបាទគឺកំពុងតែរក្សាទុកវីដេអូបងប្អូនបាទហ្នឹងសម្រាប់បងប្អូនគាត់តែងតែដំឡើងឬមួយក៏តែងតែ download វីដេអូគាត់ប្រកាសជាដឹងបាទហើយយើងចាញ់ទៅមើលវីដេអូនៅខាងក្រៅដែលយើងបាន download បងប្អូនបាទហ្នឹងហើយបងចុចថយក្រោយមកហើយបងប្អូនចុចទៅកន្លែងហ្នឹងហើយរូបភាពហើយយើងមកមើលវីដេអូដែលបាន download មិញបងប្អូនបាទបងប្អូននេះគឺវីដេអូដែលខ្ញុំបាន download មិញបងប្អូនហើយបងប្អូនចុច play មកនេះបងប្អូនគឺសញ្ញា logo បងប្អូននេះបាទដូច្នេះខ្ញុំនឹងទៅប្រាប់អំពីវិធី download បញ្ចុះ logo បងប្អូនបាទហ្នឹងហើយបងប្អូនចុចបងប្អូនចូល Play Store មកនេះបងប្អូនចុចទៅលើ Play Store មកបាទបន្ទាប់ពីបងប្អូនចុចក្នុង Play Store ហើយបងប្អូន search ពាក្យថា video the for TikTok បាទនឹងវីដេអូ download the for TikTok បងប្អូនបាទនឹងហើយបើខ្ញុំបាទអានខុសសូមអធិស្ឋាននឹងហើយបាទនេះបងប្អូននេះគឺខ្ញុំបាន search រួចម្ដងហើយបងប្អូនបាទវីដេអូ download the for TikTok នឹងហើយខ្ញុំបាទចុចលើមកនេះបងប្អូនគឺមានច្រើនហ្នឹងហើយបាទហើយបងប្អូន scroll ឡើងលើមកគឺមានច្រើនបងប្អូនបាទហ្នឹងហើយបាទនេះបងប្អូនគឺសូមចំណាំនេះសញ្ញាព្រួញពណ៌លឿងនេះហ្នឹងហើយបងប្អូនបាទហើយបងប្អូនចុចដំឡើងមកបាទដោយសារតែខ្ញុំបាទអត់ទាន់បានដំឡើងបងប្អូនបាទបងប្អូនចុចដំឡើងមកបាទហ្នឹងហើយបងប្អូនសូមរងចាំមួយភ្លែតហ្នឹងហើយ
ผมบอกវាគឺ3.91មានក៏3បងប្អូនហ្នឹងហើយបាទក៏សូមអធិស្ឋានទុកជាមុនបងប្អូនបាទសម្រាប់បងប្អូនដែលគាត់បានចេះពីរបៀបឬមួយក៏វិធី download វីដេអូក្នុង TikTok ហ្នឹងហើយជប់ logo បាទសិនជាខ្ញុំបាទនិយាយទៅលឿនលួសឬមួយក៏ខ្វះខាតត្រង់កន្លែងណាសូមបងប្អូនពុកម៉ែអធិស្ឋានទុកជាមុនបងប្អូនបាទហ្នឹងហើយបាទបន្ទាប់ពីដំឡើងពេញហើយបងប្អូនចុច label នេះមកបាទបន្ទាប់ពីបើហើយបងប្អូនចុចកន្លែងអនុញ្ញាតមកហ្នឹងហើយគឺវាចាញ់ជារបៀបបែបនេះបងប្អូនបាទហ្នឹងហើយបងប្អូនចុចថយក្រោយវិញមកហើយបងប្អូនចុចនេះគឺកម្មវិធីនេះគឺយើងបាន download ហើយបងប្អូនបាទហ្នឹងហើយបាទហើយបងប្អូនចុចទៅក្នុង TikTok នោះទៀតមកដើម្បីយើងទៅរកវីដេអូដែលបងប្អូនត្រូវការ download ហ្នឹងហើយបងប្អូនបាទម្ដងនេះគឺពិតជា download មកគឺអត់ជាប់logo TikTok ទេបងប្អូនបាទហ្នឹងហើយខ្ញុំឧទាហរណ៍យកវីដេអូមួយចោះហ្នឹងហើយបាទដោយសារតែសេវាខ្ញុំបាន slow បងប្អូនបាទហ្នឹងនេះហើយខ្ញុំយកវីដេអូមួយនេះចោះបងប្អូនបាទហ្នឹងហើយបងប្អូនចុចកន្លែង share មកបាទបន្ទាប់ពីបងប្អូនចុចកន្លែង share បងប្អូនចុចមើលកន្លែងនេះបងប្អូនបើជាភាសាអង់គ្លេសគេដាក់ថា copy link ហ្នឹងហើយបើភាសាខ្មែរយើងចម្លងដំណរហ្នឹងហើយបងប្អូនចុចផាសមកអូខេប៉ុណ្ណឹងជាការស្រេចបងប្អូនបាទប៉ុណ្ណឹងគឺវា download ឲ្យយើងជាស្វ័យប្រវត្តិបងប្អូនបាទហ្នឹងហើយបាទក្នុងករណីខ្លះគឺវាអត់ដំឡើងឲ្យទេបងប្អូនបាទហ្នឹងហើយបើវាអត់ដំឡើងឲ្យបងប្អូនចុចទៅក្នុងកម្មវិធីហ្នឹងមកចុចទៅក្នុងកម្មវិធីដែលខ្ញុំបាន download មិញបងប្អូនបាទហ្នឹងបងប្អូនចូលក្នុងកម្មវិធីនេះមកបាទហើយបងប្អូនផាស link ដែលបងប្អូន copy មិញមកហ្នឹងហើយមួយក៏ចម្លងហើយផាស link ចូលមកហើយបងប្អូនចុចលេខជាប់សូមអធិស្ឋានបងប្អូនហ្នឹងហើយបងប្អូនផាស link មកចុចលេខជាប់នេះមកហ្នឹងហើយបងប្អូនចុច download នេះមកហ្នឹងហើយជាការស្រេចហ្នឹងហើយបាទនេះគឺក្នុងករណីដែលយើង download មកវាអត់បានបងប្អូនបាទហ្នឹងហើយបងប្អូនបើសិនជា download មិនបានបងប្អូនធ្វើតាមខ្ញុំមកហ្នឹងហើយយកលេខមកផាសដាក់ក្នុងកម្មវិធីហ្នឹងមកហ្នឹងហើយនោះវានឹងបានហើយបងប្អូនបងប្អូនចុចមើលវីដេអូដែល download មកនេះបងប្អូន play មកអូខេបងប្អូនហ្នឹងហើយគឺវីដេអូហ្នឹងអត់ជាប់ហ្នឹងហើយមានជាប់logo ឬមួយក៏ជាប់ហ្នឹងហើយសញ្ញា TikTok ទេបងប្អូនបាទគឺអត់មានជាប់ទាំងអស់បងប្អូនបាទគឺពិតជាល្អមែនទេបងប្អូនហ្នឹងហើយគឺអត់មានជាប់ទេបងប្អូនបាទហ្នឹងហើយកន្លែងសញ្ញា TikTok ហ្នឹងគឺអត់មានជាប់ហ្នឹងហើយបាទគឺពិតជាល្អមែនទេបងប្អូនហ្នឹងហើយបាទបើសិនជាខ្ញុំបាទនិយាយទៅមានការលើសលុះខុសឆ្គងត្រង់កន្លែងណាសូមបងប្អូនពុកម៉ែអធិស្ឋានបងបាទចុងក្រោយសូមជូនពរបងប្អូនជួបតែក្តីសុខសុវត្ថិភាពរស់ស៊ីទទួលទានមានបានគ្រប់គ្នាបាទសូមអរគុណច្រើនបាទជម្រាបលាបាយបាយ1,